រៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុក្ខមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុន
ភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវឲ្យយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខថ្ងៃនេះអាត្មានឹងអាន
សិភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយអង្គមម៉ែថ្វាយអង្គមឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបន់ម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចម្ពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងណាទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីគុំខ្មាស់គុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់
ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានក្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអាហ្នឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបត្តិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសំបីប្រពុតក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរស់ស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសម្ដែងតែរឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបនឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំចំពីចម្ពោងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ទៅស្រក់ទឹកភ្នែកហើយតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីនឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកឲ្យមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹង
chẳng ta nâng quật nhẹ mà ở đây chẳng nhưng mà phép gọi là chẳng tiền từ lọc mà vinh tha chiêm nâng sầm lạp kia mà đón á phân là đọc bên tây kia sầm lạp với nhá pram rồi đòn tầng chiết nâng chẳng bà bậc cam nâng về miền về khác ao Paul chẳng hơi ao Paul về khác tuôn kia ở đôi kia tề chỉ vật nâng bật thà cào máu không tây mà từ mũi bên tây Việt Nam chỉ vật đường rải mình đôi kia chẳng dương từ tu squat thì chỉ vật nâng chẳng hãy cầm nọt đăng tha về miền hai chẳng bạn về chùa rương chẳng hãy dương xóm bon xóm của sao chỉ tì pưng từ nông lô hàng mục tới nông pê hàng mục tới mình chẳng bạch thằng triệt khỏi về thừa lọ bạch chụp bán của bạn phò bạch chụp bán đây dương cũng ở đây cả tục chụp pua rương mình lọ đây cả lại nông bị đây cả tục tới vì thua ở bạp nó cao hơn cầm lăng lăng về nhẹ mền bạp nó thòi vậy thằng mà năng an sập hơi ở trong chất chiên từ mục và tỏ tiết ní đó là tập bọt mùi tiết vậy vì mình mến trọp nè bao chỉ trọp nè mình nghĩ bắt bằng từ nào tề tái bao miết bạp và cầm vì muốn một trọp nơi nâng mục có dốt mình bàn rứ có trơ bắt bằng từ vinh bà nè prăng thai óc bi sầm mặt tập hiệp hơi vì nơi tại bạch bóng miền này thà vì đào pin trời từ hơi vì mình mến chia ra ba nè tề sặc chớ pê vì túng vì trời tại chru tu bay nè khọt ông vó cô vì mình đạp đài anh những nông này muối đi thề bởi dương thai đã xa là bỏ năng vừa bị chất bị tròn hai vì viên lại tập bát là nó dương thời từ tu squat thật nhung phần thai hai bởi dương mình bản thai hay bắt là nó mau bị dương bà bạch chụp bòn mệt bà tây tạ đây việc xong cái đây năng nào hôm nay thôi biết thọ chăm rừng muối vì một sớm lục bốt nhiều nâng quạt nấc tha quạt tranh bị nung pính quạt ăn vô là bỏ ấy chở này bột cái đành ấy tranh bị nung pính quạt cất tập pin lụa là bỏ vô lùi vì vô lùi vì xe giờ là bỏ ấy vì nguồn chân còn đã lùi tầng có bố tầng b giờ từ tam luôn quạt p tranh bị nung pính bột cái bậc cà thà cái chụp chai lùi vậy còn là đăng thật cái chụp chai lùi bẩn nắng quất khôi sạch tệ từ một lên hụi tôi tha say và sạt bóng rồi hốt đào nạ không cua xá thở bỏ bóng quất trao về vua giờ tới ọt cờ anh nâng ạ tôi thật việc đào bê là trộm nơi nâng mốc sẽ áp theo việc xa khai tới chị là bỏ tầm lại linh mong anh nâng đào bê là bởi vậy không cắm miền này thề bọn để dương thở soi phao trộm nâng đoạn chân trộm nâng tây chi là bỏ bàn cả nơi sơ máy bột cá của miền đây còn xóm trộm miệt bình tới sẽ phải trông khối là bỏ nâng bài từ khai tới chị chung từ mình đây nè tập bọt một tiết bị cha rồi ná mình bàn là ai than nè mình bàn bị cha rồi ná bàn là ật là ón mình bàn su kê ai bàn chỉ bà lùa chùm này đắng mình cụp còn thưa ở cái bọc nè bàn rứ trời khát bằng từ ngày cõi trời chăm túc riêng kết cú với bàn ở lón môn năng sầm rải chật là hơi cho bao việc khâu từ hơi oi vì rui từ cho chập ở đá xa chỉ thầy anh ấy cũng đất mình cháy về khá dương plot sneed dương chập chưa kê dương mơ khơi cái hồ ảnh nâng dương ố bà này đã bụp lòng chồng từ ảnh nâng về chỉ cả thuê bà hai khả nông bà chữ bán
ក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្ននឹងអត់ល្អការធ្វេសប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រាប់ចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$40,000អញ្ចឹងទៅគាត់បើកដល់បើកទៅយើងអត់មានប័ណ្ណពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺផ្សែងប្រសាទទៀតអានឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបីកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$40,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអន្តបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននឹងវាមានពេលខ្លះខឹងទប់បានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើមិនចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងឲ្យយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈ
ជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកបច្ចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែប៉ុន្តែរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកបច្ចៈហ្នឹងវាបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាពវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងអានឹងធម៌ជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់មានបងប្អូនម្នាក់នេះមិនដឹងបងប្រុសបងស្រីសួរទៅគុណ
គេមិនចូលចិត្តកណាហ្នឹងដោយសារហេតុអីអាហ្នឹងយើងមើលខ្លួនឯងមើលវាមានហេតុឯនាំឲ្យគេមិនចូលចិត្តហ្នឹងឯងឧទាហរណ៍ថាសម្ដីសម្ដៅក្រកាយវិការមិនសមរម្យការងារមិនសូវធ្វើចូលចិត្តទម្លាក់កំហុសដាក់គេអត់ទូខុសត្រូវអីចឹងអានឹងហេតុដែលនាំឲ្យគេស្អប់គេមិនចូលចិត្តប៉ុន្តែទេខ្ញុំដូចជាល្អហើយមិនជាមានសម្ដីសម្ដៅអីឆ្គំឆ្គងទេមិនដឹងជាល្មិចបានគាត់មិនចូលចិត្តអានឹងរឿងអតីតមកវិញមិនដឹងថាយើងធ្លាប់មានពាវេរាជាមួយបុគ្គលនឹងឧបនិស្ស័យស្អប់គុំគួនពីណាមកអញ្ចឹងដល់ពេលជួបឃើញឥឡូវហ្នឹងវាថាមិនសប្បាយចិត្តហ្មងឃើញទៅដូចទាស់ទៅអាហ្នឹងវាមានកម្មពាវេរាមកឬក៏យើងធ្លាប់មានបាបកម្មរឿងជេរស្ដីអ្នកមានគុណស្អប់គុំគួនចំណែននន្ទាទៅអាបាបកម្មហ្នឹងវាប្រទាញឲ្យយើងទៅណាមកណាគេមិនសូវចូលចិត្តគេស្អប់ចឹងទៅអាហ្នឹងគាត់មានសំណួរហ្នឹងមួយហើយសំណួរមួយទៀតនេះគាត់សួរថាទៅក្នុងធម៌ហ្នឹងមាននិយាយពីរឿងនិយាយអូនដាក់ទេដូចថាសួយបើនិយាយពីរឿងសួយអាហ្នឹងក្នុងធម៌យើងនិយាយពីអកុសលវិបាកមានន័យថាផលរបស់អកុសលកម្មហោសិខាទៅគ្រោះថ្នាក់ទៅគេជេរទៅចឹងបើនិយាយពីថាថ្ងៃសួយវាមានន័យថាថ្ងៃដែលយើងទទួលផលវិបាកនៃបាបកម្មចាស់អាហ្នឹងមិនចាំបាច់តែយើងសាមញ្ញជនទេព្រះសម្មាសម្ពុទ្ធក៏ពេលខ្លះគេជេរទៅពេលខ្លះក៏រកចង្ហាន់ឆាន់មិនសឹងបានទៅក្នុងត្រៃបិដកភាគ1ហ្នឹងពេលមួយអ្នកស្រុកកើតទូរភឹកអត់បាយទាំងលោកទាំងប្រសក់ហ្នឹងអត់បាយលោកឆាន់បាយសេះទៅហើយព្រះអង្គក៏មានអាពាធទៅព្រះអង្គគេជេរមួយអាទិត្យដល់រហូតដល់ព្រះអានន្ទឧបថារបស់ព្រះអង្គថាព្រះអង្គអើយកុំទៅអីផ្លូវហ្នឹងគេជេរទៅផ្លូវនោះវិញព្រះអង្គថាចុះបើទៅផ្លូវនោះគេជេរទៀតទៅមួយទៀតបានព្រះអង្គថាអានន្ទគេជេរតែ7ថ្ងៃព្រោះវាសัตว์បាត់ហើយវាស្ងប់ហើយជេរវាហត់ទៅណាអញ្ចឹងអ្នកណាក៏មានដែររឿងសោយរឿងផលវិបាកនៃកម្មចាស់ហ្នឹងប៉ុន្តែវាមានរឿងមួយដែលយើងអាចការពារបានដែររឿងលោកហៅថាបយោគៈសម្បត្តិយើងប្រយ័ត្នប្រយែងឧទាហរណ៍ថាអ្នកខ្លះជីវិតនឹងនៅវែងទេប៉ុន្តែប្រហែលជិះម៉ូតូអត់ពាក់មួកវាវចូលក្រុមឡានភ្លក់ទៅអាហ្នឹងលោកហៅថាបយោគៈវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្នហ្នឹងយើងធ្វើប្រហែលយើងមើងងាយអាហ្នឹងវានាំបាបចាស់ហ្នឹងមកគៀកលឿនមែនតើបើយើងប្រយ័ត្នទៅយើងដាក់លបងការពារអញ្ចឹងអកុសលហ្នឹងវាមិនងាយនឹងមកដល់យើងដូចដែលយើងធ្វើប្រហែលទេយើងធ្វើប្រហែលហ្នឹងគឺយើងបើកលបងដោយឲ្យអកុសលហ្នឹងមកឲ្យផលអញ្ចឹងមកហើយយើងចិញ្ចឹមម៉ែចិញ្ចឹមឪយើងធ្វើបុណ្យកុសលយើងមានចិត្តមេត្តាយើងចែករំលែកសេចក្តីស្រឡាញ់មិនគុំមិនគួនមិនចំណែនទៅដូចថាមនុស្សសត្វនឹងទាំងអមនុស្សទាំងទេវតានឹងគេស្រឡាញ់គេចូលចិត្តការពារប៉ុន្តែសួរថាឲ្យរួចផុតពីបាបកម្មឯងមិនរួចទេថ្ងៃណាមួយអស់បុណ្យទៅបាបនឹងមកដល់ហើយប៉ុន្តែប្រយោគៈសម្បត្តិសកម្មភាពបច្ចុប្បន្ននឹងល្អវាជួយការពារអកុសលនឹងដែរធ្វើឲ្យយើងជៀសផុតពីគ្រោះថ្នាក់បានក្នុងកម្រិតណាមួយចឹងទៅជួបរឿងមិនល្អណាធម្មតាដែរជីវិតវាជួបរឿងមិនល្អខ្លះចឹងហ៎ដោះស្រាយទៅប្រឹងប្រែងទៅមុខទៀតទៅកុំអោបកសោបទុកនឹងនៅក្នុងចិត្តយូរពេកតែអោបកសោបទុកនឹងវាមួម៉ៅក្តៅក្រហាយវាបានបាបថែមអផលនៃបាបចាស់ហ្នឹងវា
mình lọ hai đó là về mua mai cả tục tôm mà nó khăn sầm bá nó là bạp mày về thưa ở rừng nó cán tới gọi là anh em phải cho một đỏ xe cho thưa mạch chỉ vật về thời tầm miền thường chẳng khá hai chưa nhận nhôm sắc xa bột đồ vạt khay không sụp hơi xã sanh sụp phi sắt đó là chất vẽ vậy bị chất mà đòn không chỉ nói đến bọn sầm đáy thay chất tên nè nì tệ lô cào sạt lô nó miên chất chỉ nè đặc nòm dương thưa ấy vậy ấy cứ miên chất nó chỉ nè bình chi bởi dương mình bàn cục rong chất lõ chất nâng pra ở chỉ kê pra ở vậy đàm kê rồi có khăn dương nâng tới chất nâng pra ở từ quầy kê sầm lạp kê hay bởi chất lõ pra ở từ phèn cùng mai phèn cùng ơi chun lui chun cạ prang prai riêng sô to su phi hiểm chứng chất nâng về miền atipol khăn à về ai cái prai chuột vì sana chỉ vật bánประสานไปจัดนักบานอบรมในขนมกุนรองทอมาจะได้ติดปองสมได้ท้าจัดตั้งตอนตั้งสกาวvà hàngจัดได้เก็บบานตูเมียนลอหายหรือไม่นอมกในสิ่งใดสกอันนั้นยืงแรงเจ้าบานในจัดยืงนั้นวิวเมียนอาสวะเครื่องตรำในขนมเวียนนั้นสัตว์เจียดปุ่ลสัตว์กลมหังกุมกูนจันนายสอบเพียบาบโลบล้นให้เครื่องตรำมาขอนั่งเวทเพื่อเอายืงประพฤติอำเภอบาปกรรมเสียให้กระไรกระหายต่างออกเนี่ยกระไรกระหายต่างยืงกระไรกระหายต่างในจุ่มเวงคล้วนนะเช่นตอนไรยืงอบรมตูเมียนเรื่อยแต่เติบบานจีเวียงปีอำเภอเกราะนั้นจัดยืงเวอัดทัดในกราวอัติปุรบ่อะกสอลนั่งยืงเวเสียแต่นั่นยืงอัดตึกขังอัดตึกกุมอัดตึกจันไหนนันตีเกเตจังเวบานสอกถองนั่งมันจะน้อยที่นี่ปองสมได้ท้าวิหันยเตะจัตตะเวสานุวัตไตท่านเนี่ยประพฤติตามอำนาจจัดระเมงลมบาหรือจัดนั่งประกอบเอาtừ vài cáiประกอบเอาtừ chê cáiจัดนั่งเวอัดบานอบรมล้อเวไปเชียยังไอ้เธอตามวิจ้องอ่ะไปเจ้าcáiกระดาษยุบเจ้าจานเจ้าชนะแต่นั่งลำบากยังมือบองโอนคลาดเดียวเมียนปัญหาของครัวซาหรือก็เจไปเจ้าโจงกลุ่มนุ่มขึ้นนี่ไอ้นึงกลุ่มกูนขึ้นนี่ไอ้นึงว่าเมียนบานซอกไอ้นะเนี่ยประพฤติตามอำนาจจัดนั่งระเมงลำบากนิบมวยที่บองสมได้ท้าจัดเตะสังกฤษเทตุกเตะปาดิกังขาการบริจัดใส่มองหายตุกเตะระเมงปียังประเกินยังหันโลกหายยังโสดยังกันอย่างตื่นสาวหายยังโจรตักปัญหาส่วนโจรตักนั่นแบบไอ้ตักนี้เป็นเจ้าตำนานเอาตักจัดเมตายังตั้งจัดทาเอาไว้đểยังฟื้นของไงนี้บนđểยังฟื้นของไงนี้ยังซูมใจรวมเล็กดอลเนี่ยได้บานใจทานเติมเมียนเมียนอาเบดาเจดามนั่งกาใบใจในบนกสอนั่งอุปมาโดยจิกาใจรวมเล็กในเทศติเจียดองเนี่ยได้บานสลับเติมนั่งเพราะน่ะส่วนทัดตัวละจะตักบานดอกกอดนะทำแม่เน่อันนั้นจีบไปนี่ตุ่มเนียมตุ่มหลอบมาเอาแต่ปีสมัยเปรี้ยก็เมียนไอ้เปเกปเกนกดสลาจังเกปเกนเลือกกดเลือกสลาปเกนฝ่ายประสมาสัมพุทธกาติ้งจังเกด่าเลยปะหอปะอ๋องตำนางทักเกบานปเกนจังแต่จีนิมิตรูปเตหายก็ยังตั้งจัดở tư khởi sao tới bờ miền tất quả chạy chẳng tới bờ miền thế có mình chỉ to khâu ấy đài tất năng chỉ tầm nang này tất chặt mê tá sẽ cái đây sờ lánh cả đằng cùn bỏ dương chấm pu mẹ đà bệ đà chỉ cạp sai nơi sẽ cái đây thì chạy thì chúng đo nè để bán sập từ
chỉ bậc cả để chuẩn năng hơi cùng mến chăm bách ta nè để slap tới thế nè nở ru chung với những có thời cả phiệp thì trẻ thì chung tật chặt mệt ta bị dường đài chẳng còn ăn tận đấy này chỉ cả sái tật chặt sờ lánh chạy rùm lệ bồn có so để dường bàn phơi chun đó luôn nè đồng miền quân phần năng nhưng còn là tăng chất không chất đấy bực miền tất tha sâu một từ bồn có so đấy chun đó lục bục nè mà đài rồi còn lục dây lục ta chung luôn đi sâu lục bục nè mà đái mò từ tụt bồn có so bị nhom chẳng tới có bàn đây nâng chỉ cả chạy rùm lệ bồn nó không thôi lục hào tha bắt tệ tiên nè mà dễ bồn này cả bị cái chạy rùm lệ bồn có so đó nè để bàn phơi mẹ nè cả tới rồi có chạy rùm lệ bồn có so đó nè để nơi ruộng nâng có bàn bồn đài một tuần này bốn sợi mây thế này suốt hai rồi với bạn chỉ vật bọc nhom nó ngày nhẹ nhảy lấy được ta bởi vậy chỉ vật nè ná của miền hưởng thời đó sẽ đài và là bờ dương chua hưởng hai dương che tà mua mai đây cả hai dương mình chọn chua chân mấy của chua chân hơi chụp bột chụp bò tới là nó ngày nhẹ nhẹ vậy hơi suốt thì chỉ vật nè ná ở miền Pành Hà về miền đang ở được kia nè về to là thay dương hiện từ tua qua cá bớt thả ơi nhóm chua hưởng nhóm kế chua hưởng kê gì vứt về khâu nè ấy nó ngay chua phải đó sẽ ấy ta rường nó đó sẽ ấy mấy bà đó sẽ em cháy sống vừa bao kê tới chặt tôm mai ở nâng hơi đó tới mà chùm hiên mà đòn tới hơi cùng bậc hòm ta thở tận chân bộ mình chân nhom mua máy à nắng với nhẹ nhảy ai dương từ bậc hòm rương tam chặt dương chọn mạch bản bờ bậc hòm chân bán khuyên là cò để vì sao tầm miền tầng o hai hướng rất là sợ lò ấy mình đã nói trong bàn là khó để nhưng bởi vậy pi khả năng chặt vinh bê muối miền đã rõm tầm muối nó bị ớt che hải nhảy thế vẫn nó mau bị dương nó còn đậu chất nó ôi chích cùi mà tí nó khơi đó mà rồi rướng nó cao chất là nhẹ nhảy ấy ưu tế hốt là bởi dương miền smart đây chọn chất á thưa ca nghĩa ấy ở bộ cót chỉ ca nghĩa nâng là không thố lúc ở miền sạch tệ chia phải chăm nâng sạch tia sạch tao để đá chôn quay dây đây si chọc bọc tập bia châu bật tục tắc liệt bẻ nâng ở miền smart đây nâng luôn mình ơi là vừa là vì tên tài này slơ tư ơi phèn đang thưa ấy châu từ tia đang từ rose ấy à nó sau smart đây nó cao tới chỉ hướng ngày nhẹ nhảy nè ngày mình lưng ở sân nâng luôn này phải giặc mày dường chẳng to là tiên mà vinh thưa ấy bậc cót chỉ càng nghiền nâng smart đấy nâng luôn kịch ấy bậc cót chỉ kịch hướng nâng đó sẽ ấy mùi mà đòn hãy phẳng ngày ở pi smart phía phải bẹp thắc nhóm phẳng ở smart phía phải phần năng đó ban phần năng rồi từ tua là miền sẽ cái sẵn đào sẵn tàu xã nó miền đây thì dương phổ tam sầm mặt tập hiệp để dương miền vậy dương mình ai bậc hòm bán ấy rương rài nè từ dương miền sẽ tệ phải nhà mà đây che bị vô luôn ai chẳng dương mình sao ở nhà nhảy đấy hướng khang khéo với thom mà đa khao khang khao tích tật về miền ở lốc láng cho miền này là tích khoát bàn thom mà chiến miền mệt liền mệt rèn ấy nè nó có chụp đây mà phải buồn màu nè nó có miếng bánh nhà thợ đó sẽ đây hay tại dương phần đạo chất tam hưởng căn khéo pi đang về nhà vậy tại dương cầm nọt đang thấy rương căn khéo về miếng la về miếng châu về miếng kia sợ sao về miếng kia nền tia về miếng chân đánh về miếng khát thom mà đa hai nhóm đa sẽ từ tua ban hưởng o chân đánh chặt tục bòn
ផលនៃការព្យាយាមជួបរឿងមិនល្អធ្វើម៉េចវាមានផលបាបខ្លះដោះស្រាយទៅមុខទៀតទៅអាហ្នឹងវាតលទម្លាក់អាការប្រកាន់ហួងហែងនៅក្នុងធម៌លោកហៅតណ្ហាឧបាទានណាទម្លាក់អាការប្រកាន់ហួងហែងហើយទៅចូលមកវិញបញ្ញាស្មារតីសតិនៅខ្លួនហ្នឹងអាហ្នឹងទើបមិនសូវកើតទុកខ្លាំងមិនសូវញ៉ៃញ៉ៃទេអាណារឿងណាហួហើយចប់ហើយមិនទេតាយទេហើយរឿងណាមិនទាន់មកដល់ហ្នឹងខ្ញុំប្រឹងធ្វើតែឥឡូវស្អែកជួបរឿងអីដោះរឿងហ្នឹងទៅអាហ្នឹងមិនសូវញ៉ៃញ៉ៃទេហើយបើយើងសំអាមូម៉ៅហ្នឹងញ៉ៃញ៉ៃច្រើនហើយអនុមោទនាជើញញាតិញោមសិក្សាអំពីអវត្តពុទ្ធខ្លីៗក្នុងសភៅសាសនាសុភាសិតដល់វគ្គនិយាយពីកម្មអំពើព្រះអង្គសម្ដែងថាកម្មੰសត្តេវិភេចតិយតិទាំងហេណបណៃតតាយៈកម្មឬក៏អំពើដែលយើងបានធ្វើនឹងជាអ្នកបែងចែកសត្វឲ្យថោកទាបឬក៏ឲ្យថ្លៃថ្លាជាងពីសម័យដើមគេថាព្រះជាអ្នកចាត់ចែងថាអូអ្នកនេះកើតក្នុងតកូលខ្ពង់ខ្ពស់ជាសត្វខ្ពង់ខ្ពស់អ្នកនេះកើតក្នុងតកូលថោកទាបជាសត្វថោកទាបពេលដែលព្រះពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គបដិវត្តផ្នត់គំនិតនឹងថាមិនមែនព្រះជាអ្នកចាត់ចែងថាមនុស្សនេះថោកទាបឬក៏ខ្ពង់ខ្ពស់ទេគឺអំពើដែលយើងបានធ្វើនឹងឯងបើបុគ្គលនឹងទៅលួចគេហៅចោលហើយបើទោះជាអ្នកនឹងកើតក្នុងតកូលស្ដេចក្តីមន្ត្រីក្តីឬក៏តកូលអ្នករើសសម្រាមក្តីថោកទាបនឹងក្តីអញ្ចឹងតម្លៃរបស់មនុស្សមិនមែននៅលើព្រះជាអ្នកឲ្យទេតម្លៃរបស់មនុស្សគឺការងាររបស់អ្នកនឹងជាអ្នកឲ្យតម្លៃបើគាត់ចេះដឹងគាត់បង្រៀនគេហៅគ្រូបង្រៀនបើគាត់ទៅលេងល្បែងក្នុងតកូលណាក៏ដោយគឺអ្នកល្បែងហើយអ្នកផឹកហើយអញ្ចឹងអំពើដែលយើងបានប្រព្រឹត្តជាប្រចាំថ្ងៃហើយនឹងកម្មដែលយើងបានសាងពីអតីតមកបូកបញ្ចូលគ្នាកម្មទាំងពីរប្រភេទហ្នឹងនឹងផលិតថាយើងជាមនុស្សប្រភេទណាចឹងកម្មអតីតជាឧបនិស្ស័យដែលយើងសំមកយើងកែបានប៉ុន្តែកម្មបច្ចុប្បន្នយើងអាចកែបានយើងអាចប្រឹងសាងសារជាថ្មីបានអ្នកខ្លះកម្មអតីតមិនល្អកើតមកក្រពិបាកប៉ុន្តែដោយសារមានឆន្ទៈក្នុងកុសលប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រធ្វើឲ្យខ្លួននឹងបានចាក់ចេញផុតអំពីភាពខ្មៅងងឹតហ្នឹងអញ្ចឹងមកងងឹតទៅវិញភ្លឺដោយសារកម្មបច្ចុប្បន្នហ្នឹងឯងជាអ្នករៀបចំជីវិតរបស់អ្នកហ្នឹងឲ្យបានប្រសើរអញ្ចឹងព្រះអង្គសម្ដែងថាកម្មជាអ្នកចាត់ចែងមិនមែនព្រះជាអ្នកចាត់ចែងទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាសុករੰសាធុនីសាធុអំពើល្អមនុស្សល្អធ្វើបានដោយងាយផ្ទុយទៅវិញអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយដែរយើងមើលជេរវាយទាត់ធាក់កាប់សម្លាប់អីហ្នឹងមនុស្សល្អទៅធ្វើមិនកើតវាលើកដៃទៅធ្វើមិនរួចចេះប៉ុន្តែមនុស្សអាក្រក់ធ្វើអាងាយជេរប្រុយបើសម័យពលពតវាយកាប់សម្លាប់សបាយទៀតដល់ពេលអំពើល្អមនុស្សល្អហ្នឹងចង់តែធ្វើចង់តែជួយឯងដោយសារទម្លាប់ចិត្តដោយសារមានឧបនិស្ស័យធ្វើទានជួយសង្គ្រោះឃើញគេបានសុខគាត់សប្បាយអញ្ចឹងគាត់ចេះចង់ធ្វើទៅទៀតទៅមានទ្រព្យមានរបស់អីនឹកដល់អ្នកមានគុណនឹកដល់ប្រសង់ទៅប្រគេនទៅជូនទៅដោយសេចក្តីគោរពបានសប្បាយចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងសុករੰសាធុនីសាធុអំពើល្អហ្នឹងមនុស្សល្អងាយនឹងធ្វើ
ប៉ុន្តែអំពើបាបហ្នឹងមនុស្សអាក្រក់ក៏ធ្វើក៏ងាយធ្វើដែរជើញាតិញោមរៀនអវាទពុទ្ធខ្លីៗនៅក្នុងសភៅសាសនាសុភាសិតអាកាពីនៅក្មេងចូលចិត្តអាននៅក្នុងវគ្គទី1លោកហៅអត្តវគ្គនិយាយពីខ្លួនឯងដំបូងគេហ្នឹងលោកថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្វីផ្សេងទៀតអញ្ចឹងក្នុងន័យហ្នឹងសំដៅទៅលើឈ្នះកិលេសខាងក្នុងលោភៈទោសៈមោហៈចំណែននន្ទាឈ្នានេះរវើរវាយគិតច្រើនស្មុគស្មាញពិបាកចិត្តអីហ្នឹងយើងឈ្នះនៅអកុសលខាងក្នុងហ្នឹងយើងមិនបំរើកំហឹងយើងមិនបំរើការចំណែនឈ្នានេះទេយើងមិនមែនជាខ្ញុំកញ្ជះរបស់អកុសលហ្នឹងឯងយើងយកសតិបញ្ញាស្មារតីយកនៅកុសលធម៌ដើម្បីទៅជំនះអកុសលហ្នឹងអញ្ចឹងយើងបន្សុទ្ធចិត្តខ្លួនឯងបន្តិចម្ដងមិនខឹងមិនច្រឡោតទៅជាមានចិត្តខន្តីអត់ធន់អត់ឱនមានស្មារតីគ្រប់គ្រងខ្លួនឯងមិនឲ្យរវើរវាយច្រើនមានបញ្ញាឃើញដំណើរហេតុផលនៃធម្មជាតិមិនដោយសារអារម្មណ៍ខាងក្រៅឲ្យកើតទុក្ខទេអត់ទេអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុក្ខទេឈ្នះកិលេសនឹងឯងឈ្មោះថាឈ្នះដល់ប្រសើរហ្នឹងទី1មួយទៀតនោះលោកថាអត្តាហិកិរៈទុត្តមោលោកថាខ្លួនឯងនឹងឯងពិបាកបដៅជាងគេយើងថាឲ្យគេមិនប៉ុន្តែពិបាកនឹងទូមានខ្លួនឯងនេះជាងយើងតឡៃដាស់តឿនខ្លួនឯងរឿយឲ្យចេះមើលខ្លួនឯងផងកុំជួយចិត្តតែមើលគេនិយាយហ្នឹងមិនមែនបានន័យថាមិនឲ្យណែនាំគេនៅតែណែនាំអញ្ចឹងប៉ុន្តែកុំភ្លេចណែនាំខ្លួនឯងបង្ក្រាបអកុសលនៅខាងក្នុងហ្នឹងផងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាអត្តាហិអត្តណោនិថោខ្លួនជាទីពឹងនៃខ្លួនយើងដឹងទាំងអស់គ្នាហើយយើងពឹងខាងក្រៅបានលុយកាក់ចាំបីបាច់ថែសារអីពឹងម៉ែពឹងឪប៉ុន្តែដល់ពឹងលៀងជំរះអកុសលពីក្នុងចិត្តយើងខឹងយើងមួម៉ៅចំណែននន្ទាភ័យព្រួយបារម្ភហ្នឹងតើយើងនឹងឯងជួយខ្លួនឯងយើងមិនអាចឲ្យម៉ែឪឲ្យបងប្អូនមកជួយលះកិលេសអកុសលក្នុងចិត្តឲ្យយើងបាននេះមួយចំណុចទៀតនេះលោកថាអត្តនាវៈកតាំងបាបាំងអត្តនាសង្កលេសតិបើបុគ្គលធ្វើបាបដោយខ្លួនឯងឬមែងសៅហ្មងដោយខ្លួនឯងបើយើងយកដៃទៅប្រឡាក់លាមួកយើងធំក្លិនមិនល្អខ្លួនឯងហើយយើងធ្វើបាបនៅកន្លែងណាក៏ដោយចំពោះមុខគេក៏ដោយក្រោយខ្នងក៏ដោយទីកំបាំងក៏ដោយអានឹងបាបហើយយើងប្រឡាក់ហើយមួយទៀតនោះអត្តនាអកតាំងបាបាំងអត្តនាវៈវិសុជតិយើងអត់បានធ្វើបាបដោយខ្លួនឯងទេយើងបរិសុទ្ធខ្លួនឯងនឹងឯងអញ្ចឹងយើងល្អមិនល្អស្អាតមិនស្អាតវានៅលើខ្លួនយើងឯងយើងអ្នកដទៃអាចមើលស្មានប៉ុន្តែល្អមិនល្អស្អាតមិនស្អាតយើងអ្នកដឹងខ្លួនឯងទង្វើរបស់ខ្លួនឯងសម្ដីរបស់ខ្លួនឯងចិត្តរបស់ខ្លួនឯងហ្នឹងយើងអ្នកដឹងហើយមានប្អូនម្នាក់មិនដឹងប្អូនស្រីឬក៏ប្អូនប្រុសឲ្យសួរថាលោកតាតើការស្លាប់នឹងអាចបញ្ចប់បញ្ហាបានទេអានឹងវាបានជីវិតនឹងវាបញ្ចប់ទៅបើបញ្ហាវានៅតែតាយដល់កូនចៅគ្រួសារបងប្អូនយំសោកបោកខ្លួនដោយសារសោកស្ដាយចឹងយើងពង្រឹងស្មារតីយើង
ជួបពិភាក្សាជាមួយបងប្អូនមិត្តភ័ក្តិណាដែលទុកចិត្តណាសូមយោបល់គេហេតុប្រឹងដោះស្រាយបន្តិចម្ដងតាមសមត្ថភាពដែលយើងមានណាពីព្រោះបើយើងយំសោកបោកខ្លួនទៅក៏វាដោះស្រាយអីមិនចេញណាឥឡូវទៅមួយជំហានម្ដងដោះតាមដំណើរប្រាប់គេតាមត្រង់ខ្ញុំមានលទ្ធភាពប៉ុណ្ណឹងខ្ញុំប្រឹងតទៅទៀតខ្ញុំនៅតែប្រឈមមុខដោះស្រាយហ្នឹងហើយមានឱកាសសម្រាប់ខ្លះបើមិនសម្រាប់ស្ថានភាពផ្លូវចិត្តហ្នឹងកាន់តែធ្ងន់ធ្ងរញ៉ាំហាត់ប្រាណឬថាកុំឲ្យស្ទក់កុំឲ្យទុនទាំងកាយទុនទាំងចិត្តកុំឲ្យនៅក្នុងបន្ទប់អុកមួយមុខអត់ទៅណាអត់ឃើញពលឺថ្ងៃអត់មានខ្យល់ចេញចូលហ្នឹងវាធ្វើឲ្យចិត្តហ្នឹងវាដាបចេញមកក្រៅប៉ះនឹងពលឺថ្ងៃទៅក្នុងធម្មជាតិដកដង្ហើមពិភាក្សាអានសៀវភៅស្ដាប់ធម៌ដូចថាឲ្យវាលុះលាញបន្តិចកុំឲ្យស្ទក់ហើយអាចិត្តដែលដូចតែបាក់ទឹកចិត្តហ្នឹងវាចេះបទាញយើងឲ្យស្ទក់អត់ឲ្យយើងធ្វើអីទេហើយបើយើងទន់តាមវាហ្នឹងទៅអញ្ចឹងយើងស្លាប់ទៅវាមិនរួចរឿងអីណាវាទៅសល់ទុកគេឈ្មោះមិនល្អរឿងរាវសោកស្ដាយគេឈ្មោះដល់ក្រុមគ្រួសារទៅទៀតអញ្ចឹងក្រោកឈរឡើងទៅមុខទៀតបន្តិចម្ដងសុំយោបល់គេសុំអនុគ្រោះពីគេហើយយើងគិតថាព្យុះភ្លៀងវាគង់តែរលត់ទៅវាមិនមែនព្យុះរហូតទេថ្ងៃវាមិនមែនក្តៅរហូតទេវាគង់តែមានពេលលិចទៅអញ្ចឹងយើងព្យាយាមរហូតដល់សេចក្តីទុក្ខនឹងវាស្រាលទីម្ដងទៅយើងក៏ផុតរលត់ពីចិត្តចង់សម្លាប់ខ្លួនហ្នឹងហើយមានប្អូនស្រីម្នាក់នេះគាត់សួរថាក្នុងគណៈកំពុងស្មុកស្មាញណាគិតពីរឿងអនាគតហ្នឹងវាសម័យច្រើនគាត់ចង់ខ្លាយធ្វើជាម្ចាស់ហាងនំខេកផងចង់ខ្លាយជាម្ចាស់សម្អាងការផងហើយឥឡូវគាត់រៀនអគ្គិសនីចង់ខ្លាយជាវិស្វករអគ្គិសនីនោះផងហើយក៏អត់មានសមត្ថភាពដើម្បីឲ្យបានសម្រេចសេចក្តីសម័យនឹងទាំងអស់ទេមិនសូវធូរធារអញ្ចឹងឲ្យជួយបំភ្លឺផងអានោះដល់ពេលខ្លួនយើងមួយហើយយើងបើកផ្លូវ3ហើយវាមិនវែងមាន់ហើយហ្នឹងក្នុងជីវិតនេះកុំឲ្យចាប់នេះចាប់នោះអត់ប្រកបណាមួយអានឹងគ្រោះថ្នាក់ដួលទាំងអស់អញ្ចឹងបើស្រឡាញ់ចូលចិត្តណាមួយទៅផ្លូវមួយហ្នឹងកុំលូបចង់ឲ្យផែនដីមួយទាំងមូលខ្លួនឯងឥឡូវហ្នឹងយើងអត់ទាន់មានសមត្ថភាពធ្វើទាំងអស់ហ្នឹងទេធ្វើអាណាមួយឲ្យប្រកបពជាឲ្យបានជោគជ័យចាំទៅមួយទៀតប្រគល់អាការងារហ្នឹងឲ្យអ្នកណាអ្នកគ្រប់គ្រងទៅយើងទៅមើលអភិវឌ្ឍអាមួយទៀតឲ្យបានរឹងប៉ឹងទៅហើយចង់ពង្រីកប្រមាណពង្រីកទៅប៉ុន្តែឥឡូវនេះឲ្យប្រកបពជាហើយសម័យទេនតាយចង់ច្រើនផ្លូវពេកអាហ្នឹងវិលខួរយើងឯងវិលខួរក្បាលយើងឯងអត់បានសម្រេចជោគជ័យហើយអស់កម្លាំងទៅមុខលេងរួចចាស់អញ្ចឹងកំណត់គោលដៅជីវិតហ្នឹងកុំឲ្យវាច្រើនហួសពីសមត្ថភាពដែលយើងធ្វើបានបើកំណត់ចាស់ប៉ុណ្ណា
ធ្វើមួយម្ដងឲ្យប្រកបបជាឲ្យបានជាសាច់ការសិនចាំទៅមួយទៀតកុំឲ្យលុំខ្លុងទៅដួលទាំងអស់អាហ្នឹងបើនិយាយពីស្ទូងស្រូវវិញអ្នកខ្លះចាប់ជប់អូលឿនណាស់ប៉ុន្តែចេញតែពីស្រែទៅអាលើងគុំស្រូវនឹងអស់អាលីងពីព្រោះវាអត់ដោតអីចូលក្នុងអាចបណ្ណាហ្នឹងស្រែហ្នឹងឲ្យជ្រៅអីដែតស្ពុលវិញមកអាហ្នឹងអត់បានជាសាច់ការអីទេការងារមិនប្រកបបជាអញ្ចឹងចាប់មួយណាឲ្យប្រកបមួយនឹងឲ្យបានសម្រេចឲ្យបានជោគជ័យចាំទៅមួយទៀតហើយចង់បើក business ប្រមាណបើកទៅប៉ុន្តែធ្វើមួយម្ដងកុំឲ្យខ្លួនឯងមិនទាន់រឹងផងចេះតែលោតតាមគេវាដួលទាំងអស់អញ្ចឹងទៅ